Bôn kem bol đấy nhom tinh 4-5 khai rồiខ្ញុំថតបានតែ2-3ដងគត់ហើយຕົកនៅផ្ទះតែក្នុងកាបូបប្រហែលជាចូល4-5ខែដូចគ្នាឥឡូវសម្រាប់ចិត្តថាចង់លក់វាចេញតែវាស្ដាយទិញអស់400ឥឡូវខ្ញុំគិតថាខ្ញុំនឹងយកkem ballនេះមកថតវីដេអូថ្ងៃនេះដើម្បីធ្វើ content ម្ដងតោះ set up kem ball ទាំងអស់គ្នាខ្ញុំអត់សូវចេះ set up ដែរ kem ball ខ្ញុំទិញមកទុកចោលវាអត់សូវដែលបានប្រើអញ្ចឹងក៏ភ្លេចព្រឹកមិញទៅហាងកាហ្វេក៏យកទៅមើលហើយក៏ភ្លេចទាំងការ set up ទៀតញាត់អត់ចូលទៀតទុកវាចោលយូរពេកគាត់ថាចង់លក់វាចេញវាស្ដាយរបស់ទិញហើយលក់វាខាតលុយអញ្ចឹងក៏ថតតែរូបទុក kem ball ចោលអូខេដំបូងគឺយើងថ្លឹងទម្ងន់វាសិនឥឡូវខ្ញុំដាក់ microphone ចូលសិនមុននឹងថ្លឹង set up microphone សិនខ្ញុំប្រើ microphone Rode Wireless Go 2និយាយពីឧបករណ៍ថតមានច្រើនមែនតើប៉ុន្តែជាក់ស្ដែងសាច់ការងារអត់សូវបានថតទេមិនថាឧបករណ៍វីដេអូមិនថាឧបករណ៍ថតរូបទេជា content creator ទេប៉ុន្តែប្រើរបស់អូខេឥឡូវថ្លឹងទម្ងន់វាសិនឥឡូវយើង set up របស់របរអស់ហើយអូខេយើងថ្លឹងទម្ងន់វាបានប្រយោជន៍អត់ទេបានទេគឺបានបាទអូខេខ្ញុំដាក់មកអូខេមានការមកទៅចូលរយៈចាប់វាអូខេឥឡូវយើង collaborate វាសិនអូខេវា confirm ហើយអូខេ set up 100%ហើយឥឡូវខ្ញុំថែមដៃកាន់នេះមួយទៀតអូខេបងប្អូនសម្រាប់ web នេះហើយអានេះអាចបទូវាបានដាក់វាថយក្រោយតិចក៏បានកុំឲ្យវាអូខេដាក់វាមកប៉ុណ្ណឹងក៏បានដើម្បីឲ្យស្រួលកាន់ឥឡូវយើង set up ហើយមើលមកជុំទៅគឺ web នេះអាដៃនេះយើងអាចសេរីចុះឡើងតាមដែលយើងចង់បានឥឡូវតោះយើងចាប់ផ្ដើមទៅថត content របស់យើង